គ្រូនឹងសួរស្ដីទៅកាន់អ្នកដែលទស្សនានៅវីដេអូនេះថ្ងៃនេះផងដែរក្រុមយើងខ្ញុំបានមកធ្វើវីដេអូអំពីប្រាសាទដោយខ្ញុំបាទឈ្មោះស៊ីនិតស៊ីណាខ្ញុំបាទស៊ីសុនីនាងខ្ញុំឈ្មោះសេតអំបៃនាងខ្ញុំឈ្មោះសៃណាសានាងខ្ញុំឈ្មោះសឿនស៊ីតាក្រុមយើងខ្ញុំទាំង5នាក់មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលរៀនជំនាញនៅ Department ប្រវត្តិវិទ្យាថ្ងៃនេះផងដែរក្រុមយើងខ្ញុំបានមកសិក្សាទៅលើប្រធានបទប្រាសាទតាព្រហ្មទន្លេបាទីដោយយើងសិក្សានេះនៅក្នុងមុខវិជ្ជាប្រវត្តិសិល្បៈនិងស្ថាបត្យកម្មដែលបង្រៀនដោយលោកគ្រូសាស្ត្រាចារ្យលេងស៊ីរ៉ាការសិក្សាលើប្រាសាទតាព្រហ្មទន្លេបាទីនេះក្រុមយើងខ្ញុំនឹងនាំអ្នកទស្សនាទាំងអស់ស្វែងយល់ពីទីតាំងភូមិសាស្ត្រប្រវត្តិសាស្ត្រសិល្បៈហើយនិងអ្វីៗជាច្រើនទៀតដែលពាក់ព័ន្ធទៅនឹងប្រាសាទមួយនេះបើអ្នកទាំងអស់គ្នាចង់ដឹងថាក្រុមយើងខ្ញុំនឹងបង្ហាញអ្វីខ្លះនោះសូមតាមដានទស្សនារហូតដល់ចប់ជំរាបសួរខ្ញុំឈ្មោះសេតអមីដែលមានតួនាទីមកនិយាយអំពីទីតាំងភូមិសាស្ត្រតោះមកស្ដាប់ទាំងអស់គ្នាឥឡូវនេះយើងនឹងមកស្គាល់ពីទីតាំងភូមិសាស្ត្ររបស់ប្រាសាទតាព្រហ្មស្ថិតនៅរមណីយដ្ឋានទន្លេបាទីក្នុងភូមិសាស្ត្រភូមិខ្នល់តាក់សឹងឃុំក្រាំងថ្នងស្រុកបាទីខេត្តតាកែវដែលមានចម្ងាយ34គីឡូម៉ែត្រពីរាជធានីភ្នំពេញបើធ្វើដំណើរចេញពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ2ជិះឆ្លងកាត់រង្វង់មូលគួរស្រូវរួចក៏បន្តដំណើរឆ្ពោះទៅខាងត្បូងនឹងឃើញស្ពានអាកាសនៃមហាវិថីស៊ីជីនពីងរួចក៏បន្តដំណើរមកត្រង់រហូតតាមបណ្ដោយផ្លូវជាតិលេខ2ដោយឃើញផ្ទាំងរូបមួយប្រាសាទតាព្រហ្មទន្លេបាទីហើយធ្វើការបត់ទៅខាងស្ដាំដៃដែលមានការ៉ាសាំងសូគីមិចរួចយើងបត់ចូលបន្តិចមកយើងនឹងធ្វើដំណើរទៅត្រង់ដោយចំណាយពេលប្រហែលជា2នាទីយើងនឹងបានឃើញខ្លោងទ្វារវត្តទន្លេបាទីរួចក៏បត់ចូលខ្លោងទ្វារទន្លេបាទីដោយប្រើរយៈពេល2នាទីដើម្បីទៅដល់វិទ្យាល័យទន្លេបាទីឬក៏បឋមសិក្សាទន្លេបាទីតែយើងត្រូវទៅមុខបន្តិចទៀតរួចងាកខាងឆ្វេងដៃយើងនឹងបានឃើញប្រាសាទតាព្រហ្មទន្លេបាទីតែម្ដងជំរាបសួរនាងខ្ញុំឈ្មោះសៃណាសានាងខ្ញុំមានតួនាទីនៅក្នុងការបកស្រាយទៅលើប្រវត្តិរបស់ប្រាសាទតាព្រហ្មទន្លេបាទីថាតើប្រាសាទនេះត្រូវបានសាងសង់ឡើងនៅពេលណាដោយអ្នកណាហើយឧទ្ទិសទៅដល់អាទិទេពណាឥឡូវយើងមកដឹងទាំងអស់គ្នាគឺប្រាសាទនេះគឺបានសាងសង់ឡើងនៅចុងសតវត្សទី12ហើយបន្តទៅដល់សតវត្សទី13គឺពីឆ្នាំ1181ដល់ឆ្នាំ1201ប្រាសាទនេះគឺបានសាងសង់ឡើងអំពីថ្មភក់និងថ្មបាយក្រៀមហើយមានជញ្ជាំងខ័ណ្ឌជាបន្ទប់ចំណែកឯផ្នែកខាងក្រៅគឺលម្អទៅដោយចម្លាក់លៀនដែលបង្ហាញពីទេពអប្សរនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនាដោយការសាងសង់គឺមានការប្រហាក់ប្រហែលទៅនឹងប្រាសាទតាព្រហ្មនៅឯខេត្តសៀមរាបផងដែរប៉ុន្តែមានវិសាលភាពតូចជាងប្រាសាទតាព្រហ្មនៅឯខេត្តសៀមរាបដោយយើងអាចសន្និដ្ឋានបានថាប្រាសាទតាព្រហ្មទន្លេបាទីស្តៀងទៅនឹងប្រាសាទតាព្រហ្មនៅឯតំបន់អង្គរក៏ព្រោះដោយសារស្ថាបត្យកម្មគឺស្ថិតនៅក្នុងរចនាបថបាយ័ននារជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ដែលជាអធិរាជនៃចក្រភពកម្ពុជាទេសនេះបន្ទាប់ពីបញ្ចប់សង្គ្រាមជាមួយនឹងដែនដីចម្ប៉ាហើយបានរំដោះរាជធានីអង្គរនិងមាតុភូមិជាស្ថាពរមកព្រះបាទជ័យវរ្ម័នទី7ក៏ចាប់ផ្ដើមធ្វើការបង្រួបបង្រួមជាតិតាមមាគ៌ាសន្តិភាពបន្ទាប់មកក៏បានធ្វើអន្តរកម្មសាសនាដោយភ្ជាប់គ្នារវាងព្រះពុទ្ធសាសនាមហាយាននិងព្រហ្មញ្ញសាសនាមានការសាងសង់ប្រាសាទសម្រាប់ព្រះពុទ្ធសាសនាមហាយាននិងមានការគោរពអាទិទេពទាំង3ឬត្រីម៉ូតមានព្រះវិស្ណុព្រះសិវៈនិងព្រះព្រហ្មការបង្រួបបង្រួមនេះគឺបានស្ដែងចេញតាមរយៈសំណង់ប្រាសាទធំមានជាអាចដូចជាប្រាសាទបាយ័នប្រាសាទបន្ទាយក្តីប្រាសាទព្រះខ័នប្រាសាទបន្ទាយឆ្មាស្រះស្រង់ប្រាសាទនិពន្ធប្រាសាទតាសោមប្រាសាទក្រោលគោមហាកំពែង
ព័ទ្ធជុំវិញក្រុងអង្គរធំជាដើមដោយជាក់ស្ដែងព្រះអង្គក៏បានសាងសង់នៅប្រាសាទតាព្រហ្មទាំងពីរនៅខេត្តសៀមរាបនិងខេត្តតាកែវហើយត្រូវបានស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះលោកេស្វរៈនិងយកទៅធ្វើជាអារាមសម្រាប់ព្រះសង្ឃគង់នៅដោយយើងឃើញថាប្រាសាទតាព្រហ្មនៅទន្លេបាទីសម្រាប់ក្នុងការប្រតិបត្តិសាសនាដោយបានបង្ហាញថាជាកន្លែងមួយដែលមានលក្ខណៈជាអារាមឬជាបូជនីយដ្ឋានដ៏ពិសិដ្ឋមួយដោយព្រះបាទជ័យវរ្ម័នទី7ព្រះអង្គបានសាងសង់ប្រាសាទតាព្រហ្មនេះដោយទ្រង់បានបញ្ចូលគ្នានៅចម្លាក់ដែលបញ្ចូលទៅនឹងសាសនាមហាយាននិងព្រហ្មញ្ញសាសនាដែលយើងមើលឃើញតាមរយៈទៅមើលទៅលើផ្តែរហើយជាងនៅប្រាសាទផងដែរមួយវិញទៀតអ្វីដែលយើងគួរឲ្យឆ្ងល់នោះនិយាយដឹងហើយថាប្រាសាទនេះមិនមានភ្នំនៅជិតឡើយហេតុអ្វីបានជាដូនតាខ្មែរមានថ្មសម្រាប់សាងសង់ប្រាសាទនេះគឺបន្ទាប់មកអ្នកប្រវត្តិសាស្ត្របានសន្និដ្ឋាននិងបានបកស្រាយថានៅជិតប្រាសាទគឺមានទន្លេដែលយើងអាចដឹកថ្មតាមសំពៅនិងដឹកតាមដំរីដូចជាថ្មបាយក្រៀមថ្មភក់ដែលគេដឹកមកពីឆ្ងាយៗដើម្បីសាងសង់ប្រាសាទមួយនេះបន្ថែមពីនេះបើយើងសិក្សាទៅក្នុងសាលាចារឹកវិញគឺយើងឃើញថាមានសាលាចារឹកការលេខ40ដែលបានសរសេរនៅសតវត្សទី6និយាយថាព្រះបាទរុទ្រវរ្ម័នដែលជារាជបុត្ររបស់ព្រះបាទកៅឌិន្យជ័យវរ្ម័នគឺទ្រង់បានកាន់ព្រះពុទ្ធសាសនាហើយគោរពទៅកាន់ព្រះពុទ្ធសិរីរុក្ខធាតុព្រះសម្មាសម្ពុទ្ធដោយក្នុងរជ្ជកាលរបស់ព្រះបាទរុទ្រវរ្ម័ននេះគឺមានព្រះសិរីរុក្ខធាតុព្រះកេសមួយសរសៃសម្រាប់ជាទីសក្ការៈបូជាដោយព្រះអង្គគឺបានលើកតម្កើងទៅលើព្រះពុទ្ធសាសនាដោយទ្រង់គឺបានកសាងនៅកុសលដោយធ្វើទាននិងមានបំណងចង់រួចផុតពីត្រៃភពហើយដល់នៅព្រះនិព្វានដ៏ឧត្តមទៅហើយជាការសន្និដ្ឋានរបស់ក្រុមនាងខ្ញុំគឺបានយល់ថាប្រាសាទតាព្រហ្មទន្លេបាទីនេះគឺជាទឹកដីបូជនីយដ្ឋានសម្រាប់បូជាព្រះពុទ្ធសាសនាតាំងពីសតវត្សទី6មកម្លេះព្រោះយោងទៅតាមសាលាចារឹកការលេខ40ដែលយើងបានសិក្សាគឺយើងឃើញថាព្រះបាទរុទ្រវរ្ម័នគឺទ្រង់កាន់សាសនាព្រះពុទ្ធចឹងបានន័យថាការកសាងប្រាសាទតាព្រហ្មទន្លេបាទីរបស់ព្រះបាទជ័យវរ្ម័ននេះគឺជាការកសាងនៅលើទីទួលប្រាសាទចាស់ឬលើដានចាស់របស់ដែលមានតាំងពីសតវត្សទី6មកម្លេះសូមគោរពជម្រាបសួរខ្ញុំឈ្មោះស៊ីធីតាដែលមានតួនាទីនាមទីប្លង់ប្រាសាទតាព្រហ្មទន្លេបាទីប្លង់ប្រាសាទតាព្រហ្មទន្លេបាទីដែលមានកំពែងព័ទ្ធជុំវិញនិងសាងសង់ឡើងពីថ្មបាយក្រៀមនិងថ្មភក់ដោយមានកំពែងមួយជាន់ហើយនឹងមានខ្លោងទ្វារចំនួន2នៃទិសខាងកើតនិងទិសខាងលិចបន្ទាប់ពីយើងដើរចូលយើងនឹងឃើញមានស្រះទឹកចំនួន2ដែលនៅអមសងខាងផ្លូវចូលនៃប្រាសាទដែលស្រះទឹកនេះទុកសម្រាប់ផ្គត់ផ្គង់នៅពេលដែលមានពិធីសាសនាផ្សេងៗហើយស្រះទឹកទាំងនេះបើតាមក្នុងន័យព្រះពុទ្ធសាសនាគឺជានិមិត្តរូបតំណាងឲ្យស្រះបោខណីនិងគិតតាមបែបព្រាហ្មណ៍សាសនាវិញគឺតំណាងឲ្យមហាសមុទ្រលោកធាតុទាំង7នៅពេលទៅដល់យើងនឹងឃើញមានថែវព័ទ្ធជុំវិញប្រាសាទដោយមានកុបរៈចំនួន4ជុំវិញនៃប្រាសាទកណ្ដាលចំណែកថែវប្រាសាទនេះមានបណ្ដោយចំនួន42ម៉ែត្រនិងទទឹងចំនួន36ម៉ែត្រនិងមានតួប៉មចំនួន4ផងដែរ
ដោយយើងអាចសង្កេតបានថាថែវនិងតួប៉មរបស់ប្រាសាទកសាងចេញពីថ្មបាយក្រៀមចំណែកឯប្រាសាទកណ្ដាលសង់ចេញពីថ្មភក់ដោយប្រាសាទកណ្ដាលនេះមានកម្ពស់11 ម៉ែត្រហើយនឹងមានចម្លាក់យ៉ាងក្បូរក្បាច់ផងដែរដោយឡែកយើងអាចសម្គាល់បានថាប្រាសាទនេះជាទីសក្ការៈបូជាដោយសារតែប្លង់ប្រាសាទនេះមានមណ្ឌពនិងជាប្រាសាទដែលមានខឿនតែមួយជាន់ដែលសង់រៀបផ្ទាល់ទៅនឹងផ្ទៃដីសួរខ្ញុំបាទឈ្មោះស៊ីនិតស៊ីណាបកស្រាយអំពីសិល្បៈដោយសិល្បៈនេះមានចំណុចដូចជាហៅជាសោពេជ្រផ្តែនិងបដិមាឥឡូវនេះយើងមកសិក្សាអំពីផ្នែកសិល្បៈដោយផ្នែកសិល្បៈគឺយើងសិក្សាអំពីហៅជាផ្តែនិងសោពេជ្រហើយអ្វីដែលសំខាន់ទៀតនោះគឺយើងមិនអាចបំភ្លេចឡើយគឺទាក់ទងទៅនឹងផ្នែកបដិមាផងដែរមូលហេតុដោយសារតែយើងសិក្សាអំពីផ្នែកសិល្បៈទាំងផ្នែកហៅជាផ្តែសោពេជ្រនិងបដិមានោះគឺដោយសារតែយើងចង់ដឹងថាតើអាយុប្រាសាទនៃការកសាងឡើងតាំងពីឆ្នាំណាដល់ឆ្នាំណាហើយស្ថិតនៅក្នុងរចនាបថអីជាពិសេសកសាងឡើងដោយក្នុងរជ្ជកាលនៃស្ដេចអង្គណាផងដែរដូចនេះហើយយើងតម្រូវឲ្យមានការសិក្សាទៅលើផ្នែកទាំងអស់នេះឲ្យកាន់តែច្បាស់និងងាយយល់ងាយស្រួលក្នុងការសិក្សាឥឡូវនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យមកស្គាល់អ្វីទៅជាហៅជាងផ្តែនិងសសរពេជ្រហៅជាងគឺជាផ្នែកមួយនៃប្រាសាទដោយស្ថិតនៅខាងលើគេដោយយើងអាចមើលឃើញខាងលើនៃទ្វារមានន័យថាជាផ្ទាំងថ្មមួយដែលមានរូបនាគវត្តជុំវិញដែលមានក្បាលនាគឬក៏មានសត្វមកជាដើមហើយហៅជាងនេះផងដែរគឺស្ថិតនៅលើគេបង្អស់នៃចម្លាក់បន្តមកទៀតនៅខាងក្រោមហៅជាងគឺជាផ្តែផ្តែនេះគឺជាផ្ទាំងថ្មមួយដែលគេធ្វើពីថ្មភក់ហើយមានក្បូរក្បាច់រចនាយ៉ាងប្រណិតទៅតាមរចនាបថនីមួយៗរបស់ប្រទេសកម្ពុជាបន្តមកទៀតនេះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាស្គាល់អ្វីទៅជាសសរពេជ្រសសរពេជ្រគឺជាសសរមូលដែលមាន8ជ្រុងដោយមានការឆ្លាក់ក្បូរក្បាច់រចនាយ៉ាងប្រណិតទៅតាមស្ថានភាពនៃប្រាសាទនិងរចនាបថប្រាសាទផងដែរនេះហើយគឺជាសសរពេជ្រនៅក្បែរសសរពេជ្រគឺគេហៅថាសសរផ្អោបជាពិសេសដោយដែលលោកអ្នកទាំងអស់គ្នាបានមើលឃើញនៅក្នុងរូបភាពហើយមួយកន្លែងទៀតនោះគឺគេហៅថាស៊ុំទ្វារស៊ុំទ្វារនេះគឺមានភ្លីឬក៏គេដាប់ទៅតាមរចនាបថនៃទ្វារឈើដោយទទួលឥទ្ធិពលនិងរក្សាទម្រង់ដើមនៃទ្វារឈើដដែលនេះហើយគឺជាខែផ្នែកសិល្បៈដែលយើងសិក្សាបន្ថែមពីនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យមកស្គាល់អំពីផ្តែដែលស្ថិតនៅក្នុងរចនាបថបាយ័នតែផ្តែនេះគឺខ្ញុំបានថតចេញអំពីប្រាសាទតាព្រំទន្លេបាទីមូលហេតុអីបានជាខ្ញុំតាំងថាប្រាសាទតាព្រំទន្លេបាទីស្ថិតនៅក្នុងរចនាបថបាយ័នដោយយើងមើលឃើញទៅលើលក្ខណៈមួយចំនួនដូចជាទី1នៅលើព្រះកាលគឺមានរូបព្រះពុទ្ធឬក៏ព្រះសាមណគោតមនៃយើងទី2គឺរាហូឬក៏ព្រះកាលដោយចំកណ្ដាលដោយរាហូនិងព្រះកាលនេះគឺមកខំនឹងកែមក្រោមនៃផ្តែតែម្ដងមួយវិញទៀតគឺមានក្បាច់ជាចង្វាដោយមិនមានការឆ្លាក់ជាមែកឈើឬក៏មានក្បូរក្បាច់រចនាឬក៏មានការឆ្លាក់ជីវ័រឬក៏រំយោលដូចទៅនឹងរចនាបថមុននោះទេហើយផ្តែខ្លះទៀតអាចនឹងឆ្លាក់ជារូបបុគ្គលតែម្ដងដូចជារឿងព្រះពុទ្ធសាសនាឬក៏ឆ្លាក់ជាបុគ្គលនៃព្រហ្មញ្ញសាសនាដោយសារតែផ្តែនៅក្នុងរចនាបថបាយ័នទទួលឥទ្ធិពលទាំងពុទ្ធសាសនានិងព្រហ្មញ្ញសាសនាផងដែរដោយសារតែក្នុងរជ្ជកាលព្រះបាទជាវរ្ម័នទី7ព្រះអង្គចង់ឲ្យសាសនាទាំងពីរមានអន្តរកម្មនិងមានសន្តិភាពរវាងគ្នាទៅវិញទៅមកដូចនេះផ្តែអាចមានទាំងរូបព្រះពុទ្ធសាសនាឬក៏រូបព្រហ្មញ្ញសាសនាផងដែរមិនត្រឹមតែមានលក្ខណៈនៃការឆ្លាក់ជាមែកឈើឬក៏ឆ្លាក់ជា
ក្បាច់ចំបានោះទេនៅក្នុងរចនាបថបាយ័ននេះផងដែរក៏ផ្ដែខ្លះគឺឆ្លាក់ជាសាច់រឿងតែម្ដងដោយពួកខ្ញុំបានទៅទស្សនានៅប្រាសាទតាព្រហ្មទន្លេបាទីពួកខ្ញុំបានឃើញនៅផ្ដែ2ផ្ដែទី1គឺជាផ្ដែដែលនិយាយអំពីរឿងព្រះវេស្សន្តរឬក៏រឿងទសជាដកដែលនៅក្នុងរឿងនេះផងដែរគេឆ្លាក់ត្រង់ឈុតព្រះវេស្សន្តរនិរទេសចេញពីព្រះនគរហើយផ្ដែមួយទៀតឆ្លាក់និយាយអំពីរឿងកូរសមុទ្រទឹកដោះដែលជារឿងមួយស្ថិតនៅក្នុងព្រហ្មញ្ញសាសនាផងដែរអ្នកទាំងអស់គ្នាបានដឹងអំពីផ្ដែរួចមកហើយឥឡូវនេះខ្ញុំនឹងនាំចំណាប់អារម្មណ៍អ្នកទាំងអស់គ្នាឲ្យយល់ដឹងអំពីហៅជាងម្ដងការសិក្សាហៅជាងនៃសម័យបាយ័នឬក៏រជ្ជកាលព្រះបាទជ័យវរ្ម័នទី7ឬក៏យើងអាចចាត់ទុកបានថាជារចនាបថបាយ័នទី1យើងមើលទៅលើដងក្តារទាំងពីរដោយចុងនៃដងក្តារគឺយើងមើលឃើញនៃក្បាលនាគដោយស្ថិតនៅក្នុងរចនាបថបាយ័នដែលយើងអាចដឹងបាននោះទី1នាគងើយទៅមើលលើមេឃមានន័យថានាគទាំងអស់នៃក្បាលនាគទាំងអស់ហ្នឹងគឺងើយទៅលើមេឃខ្លាំងបន្ទាប់មកទៀតនៅលើក្បាលនាគគឺមានក្បាំងហើយបន្ទាប់មកទៀតយើងសិក្សាបន្ថែមទៀតនោះគឺខ្លួននាគនៃក្នុងរចនាបថបាយ័នគឺមានសាច់ឬក៏មានឈាមគេហៅមានសាច់មានឈាមដោយមានភាពទលុកទលន់ច្រើនជាងរចនាបថអង្គរហើយអ្វីដែលសំខាន់ដែលយើងអាចកំណត់សម្គាល់បានកាន់តែច្បាស់ទៀតនោះគឺនៅចំកណ្ដាលនៃដងក្តារទាំងពីរគឺគេហៅថាធ្នឹមដោយធ្នឹមនេះគឺមានការឆ្លាក់ជាក្បាច់ផ្កាឈូកហើយមានកម្រាស់ក្រាស់នេះហើយគឺជាហៅជាងនៅក្នុងរចនាបថបាយ័នហៅជាងដែលខ្ញុំបានបង្ហាញនេះក៏ស្ថិតនៅក្នុងប្រាសាទតាព្រហ្មទន្លេបាទីបន្ទាប់ពីសិក្សាអំពីហៅជាងឥឡូវនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាបន្តទៀតគឺរឿងទសរពេជ្រដោយទសរពេជ្រមុននឹងសិក្សាយើងត្រូវដឹងថាតើទសរពេជ្រស្ថិតនៅត្រង់ណាទសរពេជ្រដូចទីខ្ញុំបានប្រាប់ពីខាងដើមអញ្ចឹងទសរពេជ្រគឺស្ថិតនៅក្បែរនឹងស៊ុមទ្វារតែម្ដងហើយមុននឹងយើងសិក្សាថាទសរពេជ្រនឹងមានប្រមាណផ្នែកអីប្រមាណផ្នែកទី1យើងត្រូវស្វែងរកអំពីក្បាលទសរនិងគល់ទសរចំពោះគល់ទសរដើម្បីឲ្យយើងដឹងនោះគឺទី1គឺមានលក្ខណៈសម្គាល់នៃគល់ទសរគឺមានការឆ្លាក់ជាក្បាច់មួយដែលខុសពីក្បាច់លើដទៃគឺអាចជាក្បាច់នៃកលាស័កឬក៏យើងអាចចាប់អារម្មណ៍មួយទៀតនោះគឺមាននៅលើចម្លាក់បន្តិចមានន័យថាគល់ទសរតែងតែមានចម្លាក់ឧទាហរណ៍ជាក់ស្ដែងដូចជាអ្នកទាំងអស់គ្នាអាចសង្កេតមើលខាងក្រោមមកយើងអាចនឹងមិនឃើញចម្លាក់ដែលនិយាយដែលតាអីសីគាត់បានអង្គុយឬក៏សមាធិហើយខ្ញុំបានដាក់រូបភាពឲ្យថាគល់ទសរនៅខិតនៅខាងលើនឹងបន្តិចបន្ទាប់មកទៀតអ្នកទាំងអស់គ្នាក៏ទៅមើលទៅលើក្បាលទសរថាក្បាលទសរស្ថិតនៅត្រង់ណាក្បាលទសរគឺស្ថិតនៅក្បែរកែមនៃខាងលើបង្អស់នៃស៊ុមទ្វារតែម្ដងដែលខ្ញុំបានដាក់រូបភាពនេះឯងហើយរចនាបថបាយ័ននេះផងដែរនៅក្នុងប្រាសាទតាព្រហ្មទន្លេបាទីទសរពេជ្របានបែងចែកជា8ដូចដែលរូបបានដាក់ចឹងថាយើងកំណត់យ៉ាងម៉េចហើយទសរពេជ្រនៅក្នុងរចនាបថបាយ័នគឺយើងសម្គាល់បានទៅលើការឆ្លាក់តែម្ដងដោយការឆ្លាក់ទសរពេជ្រក្នុងរចនាបថបាយ័ននេះគឺមានថ្នាំងញឹកដោយថ្នាំងញឹកនេះគឺជាការលម្អដោយក្បាច់ស្លឹកឈើតូចៗដូចធ្មេញរណាលហើយនៅមានតិចតួចមានន័យថាក្បាច់ស្លឹកឈើនៅធ្មេញរណាលហ្នឹងគឺស្ថិតនៅខាងក្រោមនៃល្អិតនៃក្បាច់ធំៗផងដែរមួយទៀតនោះគឺមានក្បាច់ចិញ្ចៀនជាច្រើនចាប់ពីក្រោមរហូតដល់លើដោយមានលក្ខណៈស្រដៀងគ្នាហើយមានការឆ្លាក់នៅក្បាច់ត្របកឈូកបន្តិចម្ដងដែលមានលក្ខណៈសាមញ៉ាំហើយអ្វីដែលសំខាន់ដែលយើងមើលឃើញរូបនេះគឺយើងមិនអាចពិបាកយល់ប្រហែលទេដោយសារតែយើងយកក្បាច់ជាគោលនោះគឺក្បាច់ត្រាពេជ្រដែលក្បាច់ត្រាពេជ្រនៅក្នុងនេះគឺមានការឆ្លាក់នៅត្របកឈូកឬក៏ជាការឆ្លាក់នៅចម្លាក់ដោយមានលក្ខណៈសាមញ៉ាំផងដែរចំពោះទសរពេជ្រនៅក្នុងប្រាសាទតាព្រហ្មទន្លេបាទីលើពីនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកសិក្សាអំពីបដិមាម្ដងបដិមានៅក្នុងរចនាបថបាយ័នគឺងាយស្រួលចំណាំមែនតើទី1គឺព្រះអង្គមានលក្ខណៈឧស្និស្សៈរៀងខ្ពស់អានឹងស្ថិតនៅក្នុងរចនាបថបាយ័នហើយក្នុងប្រាសាទតាព្រហ្មទន្លេបាទីទី2គឺព្រះកេសារបស់ព្រះសម្មាសម្ពុទ្ធ
គឺមានរាងជាគូខ្យងហើយលក្ខណៈព្រះភ័ក្ត្ររបស់ព្រះអង្គគឺមានលក្ខណៈស្ងប់ហើយញញឹមមានន័យថាព្រះអង្គរក្សានូវសន្តិភាពរក្សាស្ងប់នៅក្នុងខ្លួនហើយញញឹមរហូតបដិមាទី1មានព្រះនាមថាព្រះសម្មាសម្ពុទ្ធរូបភាពទី2មានព្រះនាមថាព្រះកាសបៈរូបភាពទី3គឺមានព្រះនាមថាព្រះអង្គកងជុំរូបភាពទី4នេះមានព្រះនាមថាព្រះអង្គច័ន្ទកុមាររូបភាពទី5គឺកន្លែងដែលព្រះសិវៈនិងយូនីនាងឧមាហើយនៅក្នុងប្រាសាទតាព្រហ្មទន្លេបាទីនេះមានបដិមាជាច្រើនផងដែរមានរហូតទៅដល់7កន្លែងហើយក្នុងការណែនាំវីដេអូរបស់ខ្ញុំនេះគឺមានតែ5កន្លែងប៉ុណ្ណោះជំរាបសួរខ្ញុំបាទឈ្មោះស៊ឺនីដែលមានតួនាទីមកបកស្រាយនៅលើចំណុចទេវកថាដែលពាក់ព័ន្ធទៅនឹងប្រាសាទតាព្រហ្មទន្លេបាទីឥឡូវយើងមកមើលទេវកថានៅប្រាសាទតាព្រហ្មទន្លេបាទីដែលខ្ញុំបានលើកយកចំនួន2ផ្ទាំងដើម្បីមកបកស្រាយដែលផ្ទាំងទី1គឺរឿងព្រះវេស្សន្តរដែលតាក់ទងទៅនឹងពុទ្ធសាសនាចំណែកឯរឿងទី2គឺរឿងគោសមុទ្រទឹកដោះដែលតាក់ទងទៅនឹងព្រហ្មញ្ញសាសនាហើយនៅក្នុងរឿងទី1គឺរឿងព្រះវេស្សន្តរគេបានលើកយកត្រង់ឈុតឆាកដែលព្រះអង្គយាងចេញពីព្រះនគរដោយសារតែការមិនពេញចិត្តពីប្រជារាស្ត្រដែលព្រះអង្គប្រគល់ដំរីមង្គលឲ្យទៅពួកស្មោដោយហេតុនេះព្រះបាទស្រីសញ្ជ័យដែលជាព្រះបិតាក៏សម្រេចចិត្តបណ្ដេញព្រះវេស្សន្តរចេញពីព្រះនគរជាទុតរៈហើយព្រះវេស្សន្តរទ្រង់ក៏បានត្រៀមខ្លួនយាងចេញដោយសេចក្តីស្ងប់ស្ងៀមចំណែកឯព្រះនាងមន្ត្រីជាព្រះជាយាព្រមទាំងកូនទាំងពីរគឺជាលីនិងក្រឹស្នាបានដំណឹងនេះក៏យាងតាមហែហោមព្រះអង្គដោយក្តីស្រឡាញ់និងភក្តីភាពហើយមុននឹងយាងចេញព្រះវេស្សន្តរបានបរិច្ចាគទានដ៏ធំសម្បើមមួយទៀតគឺមហាទានដែលមានវត្ថុចំនួន700មុខដូចជាដំរី700សេះ700គោ700នារី700រទេះ700ខ្ញុំប្រុស700និងខ្ញុំស្រី700ជាដើមដើម្បីសន្សំកុសលផលបុណ្យបន្ទាប់មកព្រះអង្គទាំង4បានយាងដោយថ្មើរជើងចាក់ចេញពីព្រះនគរជាទុតរៈហើយឆ្ពោះទៅកាន់ភ្នំគិរីវង្គតដែលជាទីដាច់ស្រយាលសម្រាប់តាំងសមាធិដំណើរយាងចេញពីព្រះនគរនេះគឺជាការបង្ហាញនៅព្រះតីបរិច្ចាគដ៏ខ្ពស់បំផុតរបស់ព្រះវេស្សន្តរដែលទ្រង់បានលះបង់អ្វីៗទាំងអស់សូម្បីតែភាពសុខស្រួលនៅក្នុងរាជវាំងដើម្បីបុណ្យបារមីទានចំណែកឯចម្លាក់រឿងទេវកថាទី2នេះវិញគឺនិយាយអំពីការកូរសមុទ្រទឹកដោះដែលបង្ហាញអំពីជំនឿព្រហ្មញ្ញសាសនាដែលដំណើររឿងនេះមានដូចតទៅមូលហេតុដែលនាំឲ្យកើតមានការកូរសមុទ្រទឹកដោះនេះគឺដោយសារតែមានសង្គ្រាមរវាងពួកអសុរៈនិងពួកទេវៈសង្គ្រាមនេះបានច្បាំងគ្នាអស់រយៈពេលយ៉ាងយូរប៉ុន្តែมันមានអ្នកឈ្នះអ្នកចាញ់ដោយសារតែពួកគេមានយុទ្ធសាស្ត្រខ្លាំងដូចគ្នាហើយភាគីទាំងពីរក៏បានផ្អាកសង្គ្រាមដើម្បីរកដំណោះស្រាយហើយក្រុមទេវៈក៏នឹកឃើញថាមានតែទឹកអម្រឹតមួយគត់ដែលអាចឲ្យទេវៈទាំងឡាយមានជីវិតអមតៈនិងអាចយកជ័យជំនះលើពួកអសុរៈពួកទេវៈក៏បានបញ្ចុះបញ្ចូលក្រុមអសុរៈដើម្បីទៅកូរសមុទ្រទឹកដោះហើយបន្ទាប់ពីយល់ព្រមនិងស្រស់ស្រួលគ្នាមកភាគីទាំងពីរបានធ្វើការជាមួយគ្នាយ៉ាងស្និទ្ធស្នាលដើម្បីធ្វើយ៉ាងណាឲ្យបានទឹកអម្រឹតបន្ទាប់មកក្រុមទាំងពីរបានមូលមតិគ្នាយកភ្នំមន្តរៈមកធ្វើជាធ្នូដើម្បីកូរទឹកសមុទ្រនិងបានយកពស់វ៉ាសុគីមកធ្វើជាប្រត់ដើម្បីទាញបង្វិលដោយពួកទេវៈកាន់ខាងក្បាលពស់ចំណែកក្រុមអសុរៈកាន់ខាងកន្ទុយប៉ុន្តែការកូរនេះប្រព្រឹត្តទៅមិនបានយូរប៉ុន្មានស្រាប់តែភ្នំមន្តរៈត្រូវផ្អៀងដែលធ្វើឲ្យដំណើរការកូរសមុទ្រទឹកដោះត្រូវបានផ្អាកជាបណ្ដោះអាសន្នហើយក្រុមទាំងពីរក៏បានទៅអញ្ជើញព្រះវិស្ណុដើម្បីឲ្យមកជួយពួកគេព្រះវិស្ណុបានឮហើយយល់ព្រមដោយកលាខ្លួនធ្វើជាអណ្ដាតធំមួយដែលឈ្មោះថាគោមហើយមុជចុះទៅត្រោភ្នំមន្តរៈពីក្រោម
រហូតធ្វើឲ្យភ្នំអាចឈរត្រង់ដូចដើមវិញបន្ទាប់មកក្រុមទាំងពីរក៏បន្តគោតទៀតប៉ុន្តែនៅលើកនេះក្រុមខាងទេវៈសុំទៅកាន់ខាងកន្ទុយវិញដោយឲ្យខាងក្រុមអសុរៈទៅកាន់ខាងក្បាលវិញម្ដងហើយក្រុមទាំងពីរបានបន្តគោជាបន្តបន្ទាប់រហូតលេចចេញនូវសត្វមួយចំនួនដូចជាដំបូងចេញជាសេះមួយក្បាលមានឈ្មោះថាឧច័យស្រវាគ្រាន់តែលេចរូបរាងភ្លាមព្រះអាទិត្យចាប់យកមកធ្វើជាយានជំនិះផ្ទាល់ខ្លួនរបស់ទ្រង់បន្ទាប់មកក៏លេចចេញនៅដំរីក្បាល3មួយដែលមានឈ្មោះថាពន្ធរាវ័តដែលត្រូវព្រះអិនចាប់យកមកធ្វើជាយានជំនិះផងដែរក្រោយមកក៏បានលេចចេញនៅអាទិទេពមួយអង្គព្រះនាមស្រីឬលក្ស្មីអាទិទេពប្រកបដោយសម្ផស្សល្អស្អាតមួយអង្គនេះត្រូវបានព្រះវិស្ណុទទួលយកធ្វើជាមហេសីនៅចុងក្រោយក៏លេចចេញនៅទេពអប្សរយ៉ាងច្រើនសន្ធឹកសន្ធាប់ហោះហើរនិងរាយរំលើអាកាសចេញមកអបអរសាទរចំពោះក្រុមគូសមុទ្រទឹកដោះទាំងពីរក្រុមដែលបានសម្រេចនៅលទ្ធផលដ៏ធំមួយគឺការទទួលបាននូវទឹកអម្រឹតជាពិសេសទេពអប្សរទាំងអស់លេចចេញមកដើម្បីសម្ដែងនូវការអបអរនិងថ្វាយពរជ័យដល់ព្រះវិស្ណុនិងព្រះសិវៈដែលជានិច្ចកាលព្រះអង្គតែងតែបានជួយធ្វើអន្តរាគមន៍រហូតធ្វើឲ្យការគូសមុទ្រទឹកដោះឈានទៅដល់ការសម្រេចជោគជ័យយ៉ាងត្រចះត្រចង់សរុបជារួមមកការសិក្សាលើប្រាសាទតាព្រហ្មទន្លេបាទីនេះក្រុមយើងខ្ញុំបាននាំអ្នកទស្សនាទាំងអស់ដឹងពីទីតាំងភូមិសាស្ត្ររបស់ប្រាសាទដែលស្ថិតនៅក្នុងភូមិថ្នោតទទឹងឃុំក្រាំងធ្នងស្រុកបាទីខេត្តតាកែវដែលមានចម្ងាយ34គីឡូម៉ែត្រពីរាជធានីភ្នំពេញមួយវិញទៀតដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រការកសាងប្រាសាទនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ក្នុងរចនាបថបាយ័នលើកពីនេះទៀតនោះលោកអ្នកអាចដឹងពីលក្ខណៈនៃការមើលប្រាសាទតាមរយៈផ្តែរហោជាងនិងសសរពេជ្រជាពិសេសលោកអ្នកដឹងពីទេវកថាដែលនិយាយពីរឿងព្រះវេស្សន្តរនិងកូរសមុទ្រទឹកដោះដែលជាផ្តែរពីរផ្ទាំងនៅខាងមុខប្រាសាទតាព្រហ្មទន្លេបាទីជាចុងក្រោយក្រុមយើងខ្ញុំសូមអរគុណចំពោះការចំណាយពេលដ៏មានតម្លៃក្នុងការតាមដានទស្សនាវីដេអូមួយនេះ